Clarksville រដ្ឋ Tennessee បាទនៅជិតទីក្រុងមួយដែលជាភូមិកំណើតរបស់តារាចម្រៀង Taylor Swift ដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺគាត់រស់នៅក្រុងមួយឈ្មោះថា Nashville ប៉ុន្តែ Clarksville គឺនៅជាប់ហ្នឹងហើយខ្ញុំនៅមុខតុលាការមួយគឺជាតុលាការរបស់ទីក្រុង Clarksville នេះឈ្មោះថា Montgomery County Court House អឺ ម៉ោងនេះគឺម៉ោង7:08ព្រឹកហើយនៅទីនេះបាទនៅកម្ពុជា7យប់ហើយបងប្អូនយប់នៅនេះថ្ងៃទី28ថ្ងៃនេះ29ហើយអញ្ចឹងបានន័យថាយប់ថ្ងៃទី29នៅប្រទេសកម្ពុជាថ្ងៃខែមេសានេះបងប្អូនបាទឥឡូវដោយការសន្យាខ្ញុំនឹងផ្សាយជូនបងប្អូនតាក់ទងនឹងព័ត៌មានតាន់ហេតុការណ៍ឬក៏អាចថាថ្មីដែររឿងសេចក្តីឬក៏ប័ណ្ណបញ្ជារបស់លោក Donald Trump ដែលទើបតែនឹងចេញថ្មីតាក់ទងនឹងរឿងអន្តោប្រវេសន៍ខ្វះឯកសារបងប្អូនរឿងអន្តោប្រវេសន៍ខ្វះឯកសារនេះគឺមិនចប់ទេដោយសារតែរឿងដែលសំខាន់បំផុតគឺលោក Trump ដែលថាចង់ចាប់បញ្ជូនជនអន្តោប្រវេសន៍ខ្វះឯកសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននោះគឺមិនអាចធ្វើបានដូចចិត្តណាអញ្ចឹងមកដល់ម៉ោងនេះគឺអឺចិត្តគម្រប់ខួប100ថ្ងៃនៃការកាន់អំណាចរបស់គាត់ទៅហើយអញ្ចឹងខួប100ថ្ងៃនៃការកាន់អំណាចនេះគឺបើតាមការសន្យារបស់គាត់គឺគាត់ចង់ចាប់បញ្ជូនជនអន្តោប្រវេសន៍ខ្វះឯកសារទៅប្រទេសកំណើតរបស់វិញគេវិញនោះគឺឲ្យបានយ៉ាងហោចណាស់ក៏មួយឆ្នាំ1លាននាក់ប៉ុន្តែមកដល់ពេលនេះគឺដូចថាវាមិនបានច្រើនតាមផែនការរបស់គាត់ណាអញ្ចឹងបានគាត់ចេញជាផែនការថ្មីមួយដែលទើបនឹងចេញកាលពីម្សិលមិញនិយាយទៅប្រហែលប្រហែលជា10-15ម៉ោងមុនហ្នឹងទេហើយដោយសារតែខ្ញុំគិតថារឿងនេះគឺជារឿងសំខាន់ទី1គឺថាតើប័ណ្ណបញ្ជាថ្មីនេះមានន័យយ៉ាងម៉េចហើយជនអន្តោប្រវេសន៍ខ្វះឯកសារត្រូវត្រៀមខ្លួនយ៉ាងម៉េចហើយរដ្ឋដែលជាឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍ខ្វះឯកសារនោះតើនឹងរងឥទ្ធិពលឬក៏ការធ្វើទុកបុកម្នេញឬក៏វិធានការអីផ្សេងទៀតពីរដ្ឋបាលលោកត្រាំព្រោះធ្លាប់ចាត់ការខ្លះទៅហើយពីមុនតើចំណាត់ការថ្មីនេះវាជាចំណាត់ការបែបណាហើយនឹងបានមានផលប៉ះពាល់យ៉ាងដូចម្ដេចតាក់ទងនឹងជនអន្តោប្រវេសន៍ខ្វះឯកសារនឹងរដ្ឋទាំងនោះជាទូទៅខ្ញុំចង់ជម្រាបជូនបងប្អូនអំពីខ្លឹមសារនៃបទបញ្ជានឹងផងហើយតើបងប្អូននឹងអាចនឹងធ្វើអ្វីដើម្បីដោះស្រាយបញ្ហានឹងផលនៅក្នុងគ្រាដ៏លំបាកនេះបាទដើម្បីឲ្យបងប្អូនបានជ្រាបច្បាស់គឺលោកត្រាំកាលពីថ្ងៃទី28បានចេញ28មេសាឆ្នាំ2025ហ្នឹងចេញបទបញ្ជាថ្មីមួយទៀតប៉ុន្តែគោលដៅចាស់ដដែលទេក៏បទបញ្ជាថ្មីនេះគឺបានន័យថាយករដ្ឋទាំងឡាយណាដែលធ្លាប់ជាឋានសួគ៌ឋានសុខសម្រាប់ជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងគឺជាគោលដៅសម្រាប់ចាត់ការនៅក្នុងបទបញ្ជានេះនិយាយអញ្ចេះថាចាត់ឲ្យរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកគឺរដ្ឋអាជ្ញាជាតិតែម្ដងនិងក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកស្រង់ស្ថិតិរាល់រដ្ឋទាំងអស់ដែលជារដ្ឋឋានសួគ៌នៃជនអន្តោប្រវេសន៍ខុសច្បាប់ឬខ្វះឯកសារហើយទុកពេលឲ្យ30ថ្ងៃដើម្បីស្រង់ឈ្មោះរដ្ឋទាំងអស់នោះពេលដែលស្រង់ឈ្មោះរដ្ឋទាំងអស់នោះបានហើយគឺត្រូវតែផ្សព្វផ្សាយជាសាធារណៈឲ្យបានដឹងថាមានរដ្ឋណាដែលជាឋានសួគ៌ឬក៏យើងនិយាយឲ្យខ្លីស្រួលស្ដាប់នេះគឺថារដ្ឋដែលលាក់ទុកជនអន្តោប្រវេសន៍ខ្វះឯកសារតាមពិតយើងថាលាក់ទុកក៏បានដែរប៉ុន្តែក្នុងន័យថារដ្ឋដែលជាឋានសួគ៌សម្រាប់ពលរដ្ឋអត់ឯកសារហ្នឹងគឺជារដ្ឋដែលមានច្បាប់មានវិន័យមានទំនៀមទម្លាប់និងគោលនយោបាយរដ្ឋរបស់គេគឺការពារជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងកុំឲ្យគេចាប់បញ្ជូនអញ្ចឹងណាហើយខ្ញុំនឹងបញ្យល់នឹងបន្តិចទៀតដើម្បីបងប្អូនយល់អំពីរដ្ឋជាឋានសួគ៌នឹងផងអញ្ចឹងទុក30ថ្ងៃហ្នឹងនៅពេលដែលផ្សព្វផ្សាយហើយរដ្ឋបាលលោកត្រាំគឺនឹងចាត់ការពីនៃឬក៏អាចថាចាត់ការមុនណាគ្រាន់តែឈប់ឲ្យលុយថវិកាជាតិដើម្បីទៅដល់រដ្ឋទាំងអស់នោះឯម្ដងនេះមិនមែនត្រឹមតែលែងឲ្យលុយដើម្បីទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវារដ្ឋបាលសាធារណៈផ្សេងនេះគឺម្ដងនេះគឺចាត់វិធានការផ្លូវច្បាប់ទៅទៀតថាតើវិធានការផ្លូវច្បាប់អីដែលអាចចាត់ការរដ្ឋទាំងអស់នោះបានខ្ញុំនឹងបញ្យល់បន្តិចទៀតនេះដែរបងប្អូនឥឡូវយើងវិធានការនេះគឺបានន័យថា
គឺគាត់ត្រូវដោះស្រាយបញ្ហាកូតានៃការចាប់បញ្ជូនជនអន្តោប្រវេសន៍ខ្វះឯកសារទៅប្រទេសដើមវិញដែលអត់បានគ្រប់ចំនួនផែនការដូច្នេះរឿងនេះគឺច្បាស់ហើយគាត់ត្រូវតែសង្ខុញសម្រុកធ្វើឲ្យបានច្រើនតាមដែលអាចធ្វើទៅបានឥឡូវនេះគឺបើយើងមើលរដ្ឋដែលជាឋានសួគ៌របស់ជនអន្តោប្រវេសន៍វិញតើរដ្ឋដែលជាឋានសួគ៌អន្តោប្រវេសន៍នឹងរដ្ឋអីខ្លះទៅបងប្អូនខ្ញុំធ្លាប់ជម្រាបបងប្អូនហើយថាមានជាង10រដ្ឋនៅក្នុងនោះក៏មានរដ្ឋ California មានរដ្ឋ Massachusetts មាន New York មាន Washington DC មាន Vermont មានអីមកកណក៏ដឹកដែរបងប្អូនហើយដោយសារតែរដ្ឋទាំងអស់នេះជារដ្ឋឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍ខ្វះឯកសារនេះធ្វើឲ្យពេលដែលយុទ្ធនាការលោកត្រាំនឹងសន្ធាប់មកគឺប្រជាពលរដ្ឋដែលខ្វះឯកសារនឹងនាំគ្នារត់សម្រុកផ្លាស់ទីពីរដ្ឋផ្សេងមកនៅរដ្ឋទាំងអស់នេះជាពិសេសដូចនៅ Long Beach នៅ Los Angeles អីហ្នឹងគឺសុទ្ធតែជាឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍ហើយដោយសារអីគោលនយោបាយរបស់រដ្ឋទាំងអស់នេះគឺគេមានផ្ទៃក្នុងរបស់គេគឺគេមិនសហការជាមួយនឹងប៉ូលីសអន្តោប្រវេសន៍ឬក៏ហៅថា ICE គេអត់សហការទេបាទន័យថាធនធានរដ្ឋរបស់គេក្រុងរបស់គេគឺដាច់ខាតគេមានជាច្បាប់ជាគោលនយោបាយគេមិនសហការណាឯងចុះមកចាប់ទៅប៉ុន្តែបើត្រូវប្រាប់ថាជនអន្តោប្រវេសន៍ខ្វះឯកសារនឹងនៅឯណាធ្វើការអីឬក៏ខ្វះឯកសារអីហ្នឹងហើយឲ្យជួយទៅចុះចាប់អីហ្នឹងដោយយកធនធានរបស់រដ្ឋរបស់ក្រុងរបស់គេហ្នឹងគឺគេមិនជួយទេអញ្ចឹងគាត់ថាជាឋានសួគ៌នៅក្នុងន័យថារដ្ឋមិនសហការជាមួយនឹងប៉ូលីសក្នុងការចោះចាប់ក្នុងការផ្ដាល់តម្រុយអីឲ្យប៉ូលីសខាងលើមកចោះចាប់ទេប៉ុន្តែឥឡូវនេះគឺច្បាប់បទបញ្ជាថ្មីនេះដាក់ទណ្ឌកម្មអញ្ចេះថាបើសិនជារដ្ឋនឹងមិនសហការក្រុងនឹងមិនសហការគឺគេពិន័យផ្លូវច្បាប់តែម្ដងចាត់ការផ្លូវច្បាប់ខ្ញុំអ្នកច្បាប់ជាច្រើននិយាយថាទៅចាត់ការផ្លូវច្បាប់នឹងធ្វើយ៉ាងម៉េចនឹងកើតបើយើងបង្កក់លុយគេយើងអាចធ្វើបានអត់ឲ្យលុយថ្នាក់ជាតិទៅដល់ស្ថាប័នទាំងអស់នោះអាចធ្វើកើតនេះបើតាមគេគិតពីរឿងបច្ចេកទេសណាព្រោះអីរដ្ឋាភិបាលមានសិទ្ធិទម្លាក់កញ្ចប់ថវិកាឬក៏មិនទម្លាក់ទៅឲ្យរដ្ឋទាំងឡាយណាដែលខ្លួនចង់ឲ្យប៉ុន្តែនៅពេលដែលចាត់វិធានការផ្លូវច្បាប់តាក់ទងនឹងរដ្ឋនីមួយៗនោះថាតើយកច្បាប់អីមកចាត់ការព្រោះអីពាក្យថាមិនសហការមិនមែនបានន័យថាជាការរារាំងការចាប់ទេព្រោះបើសិនជារដ្ឋទាំងអស់នោះរារាំងការចោះចាប់បានន័យថារដ្ឋទាំងអស់នោះអាចនឹងល្មើសនឹងបទបញ្ជាឬក៏ច្បាប់ជាតិនៅក្នុងការចាប់ជនអន្តោប្រវេសន៍ខុសច្បាប់បញ្ជូនទៅប្រទេសដើមវិញប៉ុន្តែរដ្ឋទាំងអស់នេះមែនតើមិនរារាំងទេមិនរារាំងនៅក្នុងន័យថាម៉េចបើប៉ូលីសអាយចុះទៅចាប់ចុះទៅគេគ្រាន់តែមិនសហការទេដូច្នេះន័យមិនសហការនេះគឺជាន័យមួយដែលធ្វើឲ្យរដ្ឋបាលលោកត្រាំអាចពិបាកយកច្បាប់ណាយកមកចាប់គេដែរណាព្រោះចាប់តែក្នុងថាអូបើគេចុះទៅស្រាប់តែអាជ្ញាធរក្រុងអាជ្ញាធររដ្ឋហ្នឹងស្រាប់ចេញប៉ូលីសរបស់ខ្លួនមករារាំងប៉ូលីសអន្តោប្រវេសន៍អាយហ្នឹងអត់ឲ្យចុះចាប់អាហ្នឹងបានខុសច្បាប់ប៉ុន្តែនៅក្នុងន័យនេះគឺអត់មានខុសច្បាប់អត់មានអីទេគ្រាន់តែមិនសហការអញ្ចឹងអ្នកច្បាប់អាចលើកឡើងជាតល័យកថារឿងនេះគឺរដ្ឋដែលមានគោលនយោបាយមានច្បាប់របស់គេតាមរដ្ឋនីមួយៗនៅតែអាចការពារជនអន្តោប្រវេសន៍ខ្វះឯកសារបាននៅក្នុងន័យថាគេមិនសហការដូច្នេះមិនអាចទៅបង្ខំគេឲ្យសហការបានទេយើងចោះទៅចាប់ខ្លួនឯងទៅគេអត់ខាត់ក៏ប៉ុន្តែឲ្យគេសហការគឺគេមិនធ្វើហើយតែគេមិនសហការបងប្អូនដឹងស្រាប់ហើយគាត់ចាប់អត់បានដោយសារអីព្រោះអ្នកទៅពីថ្នាក់ជាតិមកអត់ដឹងថាជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងលាក់ខ្លួននៅឯណាឬក៏ធ្វើការនៅឯណាព្រោះអាជ្ញាធរមូលដ្ឋានអត់បានឲ្យបញ្ជីរាយនាមនៃអ្នកទាំងអស់នោះណាដូច្នេះនៅក្នុងន័យនេះអាចរដ្ឋបាលលោកត្រាំរងការលំបាកបន្តិចដែរប៉ុន្តែយើងចាំមើលថាតើសម្ពាធនេះនឹងធ្វើឲ្យរដ្ឋទាំងអស់នោះដូរចំហប៉ុណ្ណាដែរព្រោះអីមានក្រុងមួយចំនួនដូចនៅក្រុងចិត្តឡុងបិចយើងនេះប្រហែលខែមុនហ្នឹងគឺគាត់បានដូរចំហបាត់ទៅហើយខ្លាចជាឋានសួគ៌រដ្ឋ California ជាឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍ខ្វះឯកសារមិនក៏ប៉ុន្តែដោយសារតែពួកគាត់ដូរគោលនយោបាយថ្នាក់ក្រុងរបស់គាត់គឺឥឡូវក្រុង Huntington Beach ជាមួយនៅជាប់ Long Beach ហ្នឹងគឺខ្លាចជាក្រុងដែលមិនមែនជាឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍បានន័យថាជនអន្តោប្រវេសន៍ខ្វះឯកសារចូលទៅក្នុងក្រុងហ្នឹងគេនឹងរាយការណ៍ប្រាប់ប៉ូលីស ICE ឲ្យចាប់ឬក៏គេសហការតែម្ដងដូច្នេះបងប្អូនដែលជាជនអន្តោប្រវេសន៍ខ្វះឯកសារបងប្អូនដឹងហើយតើរដ្ឋណាក្រុងណាដែលជាឋានសួគ៌សម្រាប់ជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងអាហ្នឹងដោះស្រាយតាមការគួរប៉ុន្តែខ្ញុំជឿថានៅក្នុងកលៈទេសៈដ៏លំបាកនេះមិនមែនបានន័យថាបងប្អូនត្រូវព្រួយខ្លាំងពេកទេព្រោះជាជនអន្តោប្រវេសន៍ខ្វះឯកសារមិនមែនជាអក្រិតជនទេកុំតែប្រព្រឹត្តបទល្មើសអ្វីឲ្យលើសពីការដែលខ្វះឯកសារហ្នឹងខ្ញុំជម្រាបម្ដងទៀតកុំប្រព្រឹត្តអ្វីឲ្យជាបទល្មើស
លើសពីអ្វីដែលគ្រាន់តែមករស់នៅដោយខ្វះឯកសារព្រោះអីការរស់នៅខ្វះឯកសារមានការបកស្រាយពីរទី1ខាងសេតវិមានគេថារាល់ជនទាំងឡាយណាដែលរស់នៅសហរដ្ឋអាមេរិកដែលលើសផុតវីសាអស់សុពលភាពហើយបន្តរស់នៅដោយអត់មានសិទ្ធិរស់នៅស្របច្បាប់គឺជាជនអូក្រិដ្ឋគេប្រើពាក្យចឹងបានន័យថាជនអូក្រិដ្ឋគឺគេអាចចាប់បញ្ជូនបានទាំងអស់បានន័យថាមិនចាំបាច់ប្រព្រឹត្តបទអក្រិតអីបន្ថែមទេក៏ប៉ុន្តែនៅក្នុងន័យទូទៅគឺគេបញ្យល់ចេះទៅវិញថាអ្នកដែលគ្រាន់តែអត់ឯកសារគឺមិនត្រូវចាត់ទុកថាគេជាអក្រិតជនទេព្រោះគេមិនទាន់បានប្រព្រឹត្តបទអក្រិតអ្វីផ្សេងដូចជាសម្លាប់មនុស្សឆក់ប្លន់ឬក៏ប្រព្រឹត្តអ្វីដែលជាបទអក្រិតធ្ងន់ធ្ងរអីទៀតអញ្ចឹងគួរតែចាត់ថាជាជនអន្តោប្រវេសន៍ខ្វះឯកសារហើយមិនគួរចាប់បញ្ជូនគេទៅវិញអីចឹងណាប៉ុន្តែយ៉ាងណារដ្ឋបាលលោកត្រាំសុកចិត្តចាប់ខុសជាជាងលែងច្រឡំដែរបងប្អូនដឹងហើយថាចាប់បញ្ជូនទៅជួនកាលដោយទាំងអ្នកដែលគ្រាន់តែខ្វះឯកសារហ្នឹងទៅមកកណក៏ដឹកដែរចឹងបងប្អូនដែលជាអ្នកដែលខ្វះឯកសារគឺបន្តការពារខ្លួនហើយការពារសិទ្ធិរបស់ខ្លួនឲ្យយល់អំពីសិទ្ធិរបស់ខ្លួនហើយខ្ញុំជឿថារដ្ឋដែលជាឋានសួគ៌ជនអន្តោប្រវេសន៍នោះជាច្រើនគឺនឹងមិនដូរចំហទេដូចជាក្រុងឡុងបិចជាពិសេសហ្នឹងខ្ញុំមិនជឿថាគោលនយោបាយរបស់គាត់នឹងលុះក្រោមឥទ្ធិពលរបស់រដ្ឋបាលលោកត្រាំទេដោយសារអីលោកត្រាំធ្លាប់បង្កកថវិកាថ្នាក់ជាតិទៅដល់ទីក្រុងឡុងបិចទីក្រុងមួយចំនួនទៀតប៉ុន្តែគេអត់មានត្រូវការថវិកាថ្នាក់ជាតិហ្នឹងទេបើបង្កកទៅព្រោះគេរលលុយបានខ្លួនឯងដើម្បីចាយដែរណាក្រុងឡុងបិចអីគេមានលុយ$3600 លានក្នុងមួយឆ្នាំដែលចាំបាច់ពឹងជំនួយពីសហព័ន្ធជាការពិតដែរបើផ្ដាច់ជំនួយវាមិនមែនជារឿងល្អទេវាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដែលផ្ដល់សេវាដល់ប្រជាពលរដ្ឋសាធារណៈមួយចំនួនធំហ្នឹងក៏វាត្រូវបាត់បង់ឬក៏អាចថាចុះខ្សោយដែរប៉ុន្តែជារដ្ឋក្រុងបែបនេះគឺគេនៅតែខៃរ៉ែងគេនៅតែតតាំងពើងទ្រូងបានដោយសារអីក្រុមប្រឹក្សាក្រុងគឺក៏មូលមាត់ហើយគេនៅតែតតាំងអនុវត្តគោលនយោបាយការពារជនអន្តោប្រវេសន៍ខ្វះឯកសារហើយលុយគេក៏នៅតែអាចរកមូលដ្ឋានចាយខ្លួនឯងបានប៉ុន្តែបើយើងខ្ចីដង្ហើមគេដកចង់មិនចង់យើងច្បាស់ជាត្រូវដូរគោលនយោបាយដើម្បីទទួលថវិកាថ្នាក់ជាតិពីអីចឹងដើម្បីព្រោះតែអត់លុយជាតិមកគឺដាច់ខ្យល់ហើយមិនចឹងហើយដូចរឿងវិទ្យុអាស៊ីសេរីនិងវិទ្យុ VOA អញ្ចឹងគឺខ្ចីដង្ហើមជាតិដកហើយបើថាដល់ពេលគេផ្ដាច់លុយគឺមិនដឹងបើកថ្ងៃណាបិទថ្ងៃណាអញ្ចឹងណាបាទឥឡូវខ្ញុំជម្រាបជូនបងប្អូនដែលខ្វះឯកសារទាំងអស់ត្រូវត្រៀមខ្លួនទី1គឺនៅដដែលកុំឆ្លេឆ្លាកុំភ័យព្រួយអីហួសហេតុពេកគឺត្រូវមានការក្រហមកាន់តាមខ្លួនរហូតដូចដដែលគឺអនុវត្តសិទ្ធិរបស់ខ្លួនគឺមិនមែនបានន័យថាពេលមានបទបញ្ជាថ្មីនេះក៏បោះបង់ចោលសិទ្ធិនឹងទេឬក៏នៅតែមានសិទ្ធិការពារនឹងហើយត្រូវនៅបន្តនៅទីដែលជាឋានសួគ៌របស់ជនអន្តោប្រវេសន៍នឹងដដែលកុំអាលចេញទៅណាបើអាចនៅបានយូរនៅតទៅទៀតទៅហើយខ្ញុំជឿថារដ្ឋនិងទីក្រុងទាំងអស់នោះគឺនឹងនៅតែអនុវត្តគោលនយោបាយរបស់ខ្លួនតែយ៉ាងណាកុំប្រព្រឹត្តបទល្មើសអ្វីឲ្យលើសពីការមករស់នៅខ្វះឯកសារតែប៉ុណ្្នឹងបានហើយត្រូវធ្វើខ្លួនឲ្យទៅជាមនុស្សដែលមិនប្រព្រឹត្តអំពើទុច្ចរិតហើយធ្វើខ្លួនឲ្យទៅជាមនុស្សដែលស្អាតស្អំដើម្បីអាចជាទ្រព្យនៅក្នុងសហរដ្ឋអាមេរិកជាងបន្ទុកឬក៏ជាបំណុលណាបើសិនជាបងប្អូននៅរក្សាចំហបែបនេះបានខ្ញុំជឿថាបងប្អូននៅតែអាចបន្តការងារទទួលទាននៅស្រុកអាមេរិកនេះបានយូរឆ្នាំតទៅទៀតហើយថ្ងៃណាមួយបងប្អូនអាចនឹងមានសិទ្ធិបានទទួលឯកសារស្របច្បាប់បន្តរស់នៅដោយស្របច្បាប់លែងភ័យក្នុងការតាមចាប់តទៅទៀតហើយមួយយ៉ាងទៀតពេលនេះអាមេរិកក៏ត្រូវការកម្លាំងពលកម្មច្រើនណាស់ដោយសារគោលនយោបាយនៅក្នុងការរឹបពន្ធខ្លាំងធ្វើឲ្យសង្វាក់ផលិតកម្មនៅក្នុងស្រុកនេះវាកើនឡើងប៉ុន្តែខ្វះកម្លាំងពលកម្មអញ្ចឹងកម្លាំងពលកម្មបានមកពីជនអន្តោប្រវេសន៍ទាំងអស់នោះឯងដោយទាំងអ្នកអត់ឯកសារផងបាទបងប្អូនទាំងអស់គ្នាខ្ញុំមានព័ត៌មានត្រឹមប៉ុណ្្នឹងទេមិនវែងពេកទេដោយសារតែបងប្អូនលោកលទាំច្រើនដែរថាវែងពេកអញ្ចឹងសូមខ្លីខ្លឹមត្រឹមប៉ុណ្ណេះហើយយើងមានព័ត៌មានអីបន្ថែមទៀតខ្ញុំនឹងជម្រាបជូនបងប្អូននៅពេលឆាប់ៗនេះទៀតបាទសូមឲ្យបងប្អូននៅប្រទេសកម្ពុជាទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់បងប្អូននៅសហរដ្ឋអាមេរិកដល់ពេលទទួលចាប់ផ្ដើមធ្វើការសូមឲ្យប្រកបការងារបានជោគជ័យហើយយើងជួបគ្នាក្នុងពេលស្អែកទៀតបាទសូមជម្រាបលា